ថ្ងៃនេះដែរខ្ញុំធ្វើមុខម្ហូបបាយមាន់ហើយណាំមានរសជាតិឆ្ងាញ់បាយមាន់មានជាតិសាច់មាន់វិញដែរទន់ផុយឆ្ងាញ់ញ៉ាំជាមួយនឹងជ្រក់ហើយនឹងទឹកជ្រលក់មកគឺថាឆ្ងាញ់ត្រូវចិត្តគ្នាមែនតើអញ្ចឹងចង់ដឹងពីវិធីធ្វើយ៉ាងណាខ្លះមកមើលក្នុងវីដេអូនេះទាំងអស់គ្នាជាដំបូងចាប់ផ្ដើមដាក់ឆ្នាំងដាំទឹកសិនដើម្បីយកមាន់ស្ងោរធ្វើបាយមាន់ថ្ងៃនេះដែរខ្ញុំប្រើសាច់មាន់ផ្នែកផ្លូវសុទ្ធចំនួន5ផ្លូវឥឡូវនេះទឹកយ័ន្តពុះល្មមហើយចាប់ផ្ដើមដាក់សាច់មាន់ចូលស្ងោរសាច់មាន់ឲ្យមានក្លិនឈ្ងុយហើយមានជាតិយើងបន្ថែមជាមួយនឹងខ្ញីហើយនឹងខ្ទឹមសចូលបន្ទាប់មកដាក់អំបិល1ស្លាបព្រាកាហ្វេហើយនឹងម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេហើយមានដូចជាការ៉ុតហើយនឹងចេកថាវដាក់ចូលផងដែរយើងដាក់ស្ងោរសាច់មាន់រយៈពេល20ទៅ25នាទីតែប៉ុណ្ណឹងមកសាច់មាន់យើងគឺឆ្អិនល្មមហីបន្ទាប់ពីសាច់មាន់យើងបានឆ្អិនល្មមហើយចាប់ផ្ដើមមកឆាអង្ករម្ដងដាក់ខ្ទះចាក់ប្រេងចូលដាក់ខ្ទឹមសហើយនឹងខ្ញីបំពងឲ្យឡើងក្លិនឈ្ងុយបានល្អសិនយកអង្ករឡើងតែបានស្អាតហើយសម្រាប់តែបានស្ងួតល្អសិនបន្ទាប់ពីខ្ទឹមសហើយនឹងខ្ញីឡើងក្លិនឈ្ងុយបានល្អហើយចាប់ផ្ដើមចាក់អង្ករចូលឆាអង្ករជាមួយនឹងខ្ទឹមសហើយនឹងខ្ញីឡើងក្លិនឈ្ងុយបានល្អសិនបន្ទាប់មកចាប់ផ្ដើមផ្សំគ្រឿងចូលទឹកត្រី1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយម្សៅស៊ុបអំបិលហើយស្ករសបន្តិចដែរយើងឆាគ្រឿងទាំងអស់នោះច្របល់ជាមួយអង្ករឲ្យបានសព្វចូលគ្នាបានល្អសិនអ្នកទាំងអស់គ្នាបើសិនជាចង់បានបាយមានពណ៌លឿងល្អអាចបន្ថែមនឹងម្សៅល្មៀតចូលបានដាក់ម្សៅល្មៀតចូលកន្លះស្លាបព្រាកាហ្វេម្សៅល្មៀតនេះដែរទាំងអស់គ្នាចង់ដាក់ក៏បានអត់ដាក់ក៏បានដែរគ្រាន់តែដាក់ទៅបាយយើងឡើងមានពណ៌លឿងស្អាតអត់មានធំក្លិនល្មៀតហើយក៏មានរសជាតិអីដែរបន្ទាប់ពីយើងឆាអង្ករបានសព្វចូលគ្រឿងអស់ហើយចាប់ផ្ដើមដួសអង្ករដាក់ចូលក្នុងឆ្នាំងដាំបាយបន្ទាប់មកដួសទឹកស៊ុបដែលយើងបានស្ងោរមាន់មុននឹងដាក់ចូលឆ្នាំងដាំបាយការដាំបាយមាន់កុំឲ្យឆៅឬក៏ជ្រៃខ្លាំងពេកអាស្រ័យទៅលើអង្ករដែរបើបាយយើងអង្កររឹងយើងត្រូវបន្ថែមទឹកស៊ុបច្រើនជាងយើងដាំបាយធម្មតាបន្តិចបើបាយយើងទន់ធម្មតាទេដាក់ទឹកស៊ុបដាំបាយធម្មតាដូចយើងដាំរាល់ដងឆ្លៀតពេលដាំបាយយើងមកធ្វើទឹកស៊ុបដើម្បីញ៉ាំជាមួយនឹងបាយមាន់ម្ដងយើងស្រង់សាច់មាន់នឹងឡើងបន្ទាប់មកបន្ថែមជាមួយផ្សិតចូលបន្តិចផងដែរអ្នកទាំងអស់គ្នាមានបន្លែផ្សេងពីនោះក៏អាចដាក់ចូលបានដូចគ្នាបន្ទាប់មកបន្ថែមគ្រឿងចូលមានទឹកត្រីស្ករអំបិលហើយនិងម្សៅស៊ុបបន្តិចផងដែរតែប៉ុណ្ណឹងទឹកស៊ុបញ៉ាំជាមួយនឹងបាយមាន់គឺរួចរាល់ហើយឥឡូវនេះបាយមាន់ក៏ចាប់ផ្ដើមឆ្អិនល្មមសម្រាប់បាយវិញដែរក៏អត់ទន់ខ្លាំងពេកហើយក៏រឹងខ្លាំងពេកដែរចំណែកបាយមាន់យើងដែរគឺមានជាតិតែម្ដងទាំងអស់គ្នាសារយើងឆាជាមួយនឹងគ្រឿងហើយនឹងដាំជាមួយនឹងទឹកស៊ុបមាន់បាយយើងបានឆ្អិនល្មមហើយអាចដួលរៀបដាក់ញ៉ាំបានហើយយើងចេះពីវិធីធ្វើបាយមាន់ហើយណាំធ្វើញ៉ាំនៅផ្ទះខ្លួនឯងអញ្ចឹងយើងចង់ញ៉ាំតិចញ៉ាំច្រើនរសជាតិស្អាតប្រៃអីយើងអាចថែមថយគ្រឿងខ្លួនឯងបានសម្រាប់ពីវិធីធ្វើវិញដែរគឺអត់ពិបាកទេទាំងអស់គ្នាអាចមើលតាមពីវិធីនេះហើយអាចរៀនធ្វើខ្លួនឯងបានបាយមាន់ហើយណាំនេះដែរកាន់តែឆ្ងាញ់ទៅពេលយើងបន្ថែមគ្រឿងក្រៅថែមមានដូចជាទឹកស៊ុបមាន់ទឹកជ្រលក់ទឹកត្រីបុកទឹកស្អៀវម្ទេសឆាហើយញ៉ាំជាមួយនឹងជ្រក់ទៀតមកគឺថាឆ្ងាញ់ត្រូវគ្នាមែនតើអ្នកទាំងអស់គ្នាអ្នកចូលចិត្តញ៉ាំបាយមាន់ហើយណាំអាចមើលវីដេអូនេះហើយអាចរៀនធ្វើខ្លួនឯងញ៉ាំនៅផ្ទះបានអញ្ចឹងវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូពីដើមរហូតដល់ចប់បាយបាយថ្ងៃនេះដែរខ្ញុំធ្វើមុខម្ហូបបាយមាន់ហើយណាំមានរសជាតិឆ្ងាញ់បាយមាន់មានជាតិសាច់មាន់វិញដែរទន់ផុយឆ្ងាញ់ញ៉ាំជាមួយនឹងជ្រក់ហើយនឹងទឹកជ្រលក់មកគឺថាឆ្ងាញ់ត្រូវចិត្តគ្នាមែនតើអញ្ចឹងចង់ដឹងពីវិធីធ្វើយ៉ាងណាខ្លះមកមើលក្នុងវីដេអូនេះទាំងអស់គ្នាជាដំបូងចាប់ផ្ដើមដាក់ឆ្នាំងដាំទឹកសិនដើម្បីយកមាន់ស្ងោរធ្វើបាយមាន់ថ្ងៃនេះដែរខ្ញុំប្រើសាច់មាន់ផ្នែកផ្លូវសុទ្ធចំនួន5ផ្លូវឥឡូវនេះទឹកយ័ន្តពុះល្មមហើយចាប់ផ្ដើមដាក់សាច់មាន់ចូលស្ងោរសាច់មាន់ឲ្យមានក្លិនឈ្ងុយហើយមានជាតិយើងបន្ថែមជាមួយនឹងខ្ញីហើយនឹងខ្ទឹមសចូលបន្ទាប់មកដាក់អំបិល1ស្លាបព្រាកាហ្វេហើយនឹងម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេហើយមានដូចជាការ៉ុតហើយនឹងចេកថាវដាក់ចូលផងដែរយើងដាក់ស្ងោរសាច់មាន់រយៈពេល20ទៅ25នាទីតែប៉ុណ្ណឹងមកសាច់មាន់យើងគឺឆ្អិនល្មមហីបន្ទាប់ពីសាច់មាន់យើងបានឆ្អិនល្មមហើយចាប់ផ្ដើមមកឆាអង្ករម្ដងដាក់ខ្ទះចាក់ប្រេងចូលដាក់ខ្ទឹមសហើយនឹងខ្ញីបំពងឲ្យឡើងក្លិនឈ្ងុយបានល្អសិនយកអង្ករឡើងតែបានស្អាតហើយសម្រាប់តែបានស្ងួតល្អសិនបន្ទាប់ពីខ្ទឹមសហើយនឹងខ្ញីឡើងក្លិនឈ្ងុយបានល្អហើយចាប់ផ្ដើមចាក់អង្ករចូលឆាអង្ករជាមួយនឹងខ្ទឹមសហើយនឹងខ្ញីឡើងក្លិនឈ្ងុយបានល្អសិនបន្ទាប់មកចាប់ផ្ដើមផ្សំគ្រឿងចូលទឹកត្រី1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយម្សៅស៊ុបអំបិលហើយស្ករសបន្តិចដែរយើងឆាគ្រឿងទាំងអស់នោះច្របល់ជាមួយអង្ករឲ្យបានសព្វចូលគ្នាបានល្អសិនអ្នកទាំងអស់គ្នាបើសិនជាចង់បានបាយមានពណ៌លឿងល្អអាចបន្ថែមនឹងម្សៅល្មៀតចូលបានដាក់ម្សៅល្មៀតចូលកន្លះស្លាបព្រាកាហ្វេម្សៅល្មៀតនេះដែរទាំងអស់គ្នាចង់ដាក់ក៏បានអត់ដាក់ក៏បានដែរគ្រាន់តែដាក់ទៅបាយយើងឡើងមានពណ៌លឿងស្អាតអត់មានធំក្លិនល្មៀតហើយក៏មានរសជាតិអីដែរបន្ទាប់ពីយើងឆាអង្ករបានសព្វចូលគ្រឿងអស់ហើយចាប់ផ្ដើមដួសអង្ករដាក់ចូលក្នុងឆ្នាំងដាំបាយបន្ទាប់មកដួសទឹកស៊ុបដែលយើងបានស្ងោរមាន់មុននឹងដាក់ចូលឆ្នាំងដាំបាយការដាំបាយមាន់កុំឲ្យឆៅឬក៏ជ្រៃខ្លាំងពេកអាស្រ័យទៅលើអង្ករដែរបើបាយយើងអង្កររឹងយើងត្រូវបន្ថែមទឹកស៊ុបច្រើនជាងយើងដាំបាយធម្មតាបន្តិចបើបាយយើងទន់ធម្មតាទេដាក់ទឹកស៊ុបដាំបាយធម្មតាដូចយើងដាំរាល់ដងឆ្លៀតពេលដាំបាយយើងមកធ្វើទឹកស៊ុបដើម្បីញ៉ាំជាមួយនឹងបាយមាន់ម្ដងយើងស្រង់សាច់មាន់នឹងឡើងបន្ទាប់មកបន្ថែមជាមួយផ្សិតចូលបន្តិចផងដែរអ្នកទាំងអស់គ្នាមានបន្លែផ្សេងពីនោះក៏អាចដាក់ចូលបានដូចគ្នាបន្ទាប់មកបន្ថែមគ្រឿងចូលមានទឹកត្រីស្ករអំបិលហើយនិងម្សៅស៊ុបបន្តិចផងដែរ
តែប៉ុណ្ណឹងទឹកស៊ុបញ៉ាំជាមួយនឹងបាយមាន់គឺរួចរាល់ហើយឥឡូវនេះបាយមាន់ក៏ចាប់ផ្ដើមឆ្អិនល្មមសម្រាប់បាយវិញដែរក៏អត់ទន់ខ្លាំងពេកហើយក៏រឹងខ្លាំងពេកដែរចំណែកបាយមាន់យើងដែរគឺមានជាតិតែម្ដងអ្នកទាំងអស់គ្នាសាច់យើងឆាជាមួយនឹងគ្រឿងហើយនឹងដាំជាមួយនឹងទឹកស៊ុបមាន់បាយយើងបានឆ្អិនល្មមហើយអាចដួលរៀបដាក់ញ៉ាំបានហើយយើងចេះពីវិធីធ្វើបាយមាន់ហើយណាំធ្វើញ៉ាំនៅផ្ទះខ្លួនឯងអញ្ចឹងយើងចង់ញ៉ាំតិចញ៉ាំច្រើនរសជាតិស្អាតប្រៃអីយើងអាចថែមថយគ្រឿងខ្លួនឯងបានសម្រាប់ពីវិធីធ្វើវិញដែរគឺអត់ពិបាកទេទាំងអស់គ្នាអាចមើលតាមពីវិធីនេះហើយអាចរៀនធ្វើខ្លួនឯងបានបាយមាន់ហើយណាំនេះដែរកាន់តែឆ្ងាញ់ទៅពេលយើងបន្ថែមគ្រឿងក្រៅថែមមានដូចជាទឹកស៊ុបមាន់ទឹកជ្រលក់ទឹកត្រីបុកទឹកស្អៀវម្ទេសឆាហើយញ៉ាំជាមួយនឹងជ្រក់ទៀតមកគឺថាឆ្ងាញ់ត្រូវគ្នាមែនតើអ្នកទាំងអស់គ្នាអ្នកចូលចិត្តញ៉ាំបាយមាន់ហើយណាំអាចមើលវីដេអូនេះហើយអាចរៀនធ្វើខ្លួនឯងញ៉ាំនៅផ្ទះបានអញ្ចឹងវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូពីដើមរហូតដល់ចប់បាយបាយ